កម្ពុជាឈ្នះទីត្រង់ក៏ឈ្នះកម្ពុជាឈ្នះទីត្រង់ក៏ឈ្នះដល់ទួនលឿនបកពួយទៅមុំមិនបកក្រោយយុគសម័យថ្មីគ្នាវាដែលយឺតឡើយសាមគ្គីជាចំណេះទុកយើងនឹងដល់ថយសាមញ្ញជាគ្រួសារពួកយើងមិនចាញ់ឡើយនេះជាទីត្រង់ក៏ជាពជាកូនខ្មែរសម័យទំចៃការវិជាជាលឿនអត់ឡាយអាពីវ័នដល់ដំងគិតកំថៃក្បាលទៀតគិតរកកំណិនឲ្យតែថ្មីពួកយើងជាកូនខ្មែររដ្ឋាជាខ្មែរថ្លៃថ្លាខ្ញុំផ្សងសច្ចាបំរើការពារយោធាគ្រប់គ្នាដែនកម្ពុជាមិនថយខ្ញុំមិនរៀក្លាហានប្រយុទ្ធមូមុតសុខសាន្តសត្រូវទាំងផ្លូវឲ្យនៅលែងបានតុងជាតិលើស្មាតុងជ័យលើឯកសន្តានទឹកដីដូនតាបន្សល់តាំងពីបុរាណខ្ញុំប្រើសំឡេងជាសារចង់ប្រាប់ទៅកាន់ពិភពលោកថាកម្ពុជាកំពុងជួបគ្រោះត្រូវគេបំពានគេរំលោភច្បាប់ចែងឲ្យចាប់សង្គ្រាមតែពួកសៀមមានចិត្តល្មមចាប់កងទ័ពខ្មែរខ្ញុំធ្វើទរណកម្មបង្អត់មហោខ្ញុំហូបឆ្ងាញ់ដេកស្រួលតែបងល្មួលកាពះមិនដឹងលំបាកយ៉ាងណាខ្ញុំសូមក្រាបក្បាលសុភ័ក្រសូមឲ្យបងទាហានខ្មែរចាប់បានត្រឡប់មកផ្ទះវិលមកមាតុភូមិវិញបងត្រូវតែឈ្នះត្រូវជំនះ Please release my shoulder back to my country Cambodia the peace why you do this to me បើឈឺចាប់ណាស់កូនចាញ់លោកបិចពុកផ្ទះលេខ2បទបញ្ជាឈប់បាញ់ប៉ុន្តែត្រូវខ្មាំងលោបស៊ី This song is for my nation I'm from Cambodia we speaking the truth Thailand បានបាញ់កំពេចនៅព្រះវិហារសួរថាហេតុអ្វីអ្នកចង់បានសង្គ្រាមយើងនៅអាចនិយាយគ្នាបានមិនក៏យើងត្រូវបហូរធ្លំដល់កាន់សួនការឈឺចាប់ធ្លំដល់កាន់មិនឡាស្រ័យសម័យការបញ្ហាមកវ៉ែវាទៅជាការធំនឹងក្តីពេញវ័យទៅយល់អត្តន័យសម្ដីលោកប៉ាផ្លាំងប្រភ្នន់គុំនិនហើយគិតក្បួនជីវិតដូចជាសេនារំចេញពីពិភពងងឹងទៅរកកន្លែងដែលមានសេវាការពិតត្រូវបានលាតត្រដាងកូនយល់ហើយម៉ាំងកូនយល់ហើយប៉ាយល់ហើយប៉ាយល់ហើយប៉ាចិត្តជាទាហានមានកំណត់ដូចជាមេតបសុខចិត្តស្រក់ឈាមយកមកខ្លាចទ្របពួកណាដែលវាចង់ឈ្នះពៀនពួកណាចង់មានពៀនគូស្លាប់យកមកខ្លាចទ្របជាទាហានមានកំណត់ដូចជាមេតបសុខ